ម៉ែយំប្រកូនស្គួនមិនស្ដាប់ម៉ែពិតជាជឿចិត្តខ្លាំងណាស់ពេលដែលកូនខ្លាយទៅជាមនុស្សបែបនេះព្រោះម៉ែខំប្រឹងចិញ្ចឹមកូនទោះមានព្រានប្រដៅកូនគឺម៉ែចង់ឲ្យកូនរបស់ម៉ែខ្លាយទៅជាមនុស្សល្អតែផ្ទុយស្រឡះពីការរំពឹងទុករបស់ម៉ែពាក្យទូន្មានរបស់ម៉ែហាក់បីដូចជាគ្មានន័យអ្វីទាល់តែសោះសម្រាប់កូនព្រោះពេលណាដែលម៉ែប្រដៅណែនាំប្រាប់កូនតែងតែខឹងម៉ែកូនមិនស្ដាប់ពាក្យម៉ែឡើយមួយឆាកជីវិតរបស់ម៉ែគឺម៉ែចំណាយពេលវេលាច្រើនណាស់ក្នុងការរស់នៅជាមួយនឹងកូនធ្វើសពធ្វើគ្រប់យ៉ាងដើម្បីកូនទាំងការចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមការពារទាំងការអប់រំទូន្មានព្រានប្រដៅការងារទាំងអស់នេះគឺម៉ែធ្វើសឹងតែមួយជីវិតរបស់ម៉ែទៅហើយតែម៉ែមិនដែលខ្ជិលច្រអូសឡើយម៉ែធ្វើដោយចិត្តស្មោះត្រង់ចំពោះកូនជានិច្ចការចំណាយពេលវេលានិងការលះបង់ទាំងកម្លាំងកាយចិត្តរបស់ម៉ែគឺម៉ែសង្ឃឹមថាកូននឹងក្លាយជាកូនល្អចេះស្ដាប់ពាក្យទូន្មានរបស់ម៉ែមិនប្រឆាំងមិនរឹងរូសជាមួយនឹងម៉ែតែការចំណាយនិងការលះបង់របស់ម៉ែលទ្ធផលគឺបានត្រឹមតែទឹកភ្នែកខកបំណងប៉ុណ្ណោះព្រោះពាក្យទូន្មានរបស់ម៉ែហាក់បីដូចជាគ្មានន័យអ្វីទាល់តែសោះសម្រាប់កូនតាមពិតពាក្យទូន្មានរបស់ម៉ែកូនគួរតែស្ដាប់ដោយយកចិត្តទុកដាក់បំផុតជាពាក្យពិតពាក្យព្រំពាក្យព្រះដែលបង្កប់ដោយអត្ថន័យខ្លឹមសារការអប់រំដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានព្រោះមិនដែលមានឪពុកម្ដាយណាណែនាំកូនដើរផ្លូវខុសនោះទេហើយក៏មិនដែលមានឪពុកម្ដាយណាណែនាំកូនឲ្យក្លាយទៅជាមនុស្សអាក្រក់ដែរការទូន្មានរបស់គាត់តែងតែប្រាថ្នាចង់ឲ្យកូនក្លាយទៅជាមនុស្សល្អតែឪពុកម្ដាយស្រក់ទឹកភ្នែកនៅពេលដែលឃើញកូនក្រអើតក្រទងមិនព្រមយកចិត្តទុកដាក់ស្ដាប់នៅការអប់រំរបស់គាត់សូមកូនទាំងឡាយកុំដើរចេញពេលដែលឪពុកម្ដាយទូន្មានព្រានប្រដៅឲ្យសោះព្រោះឪម៉ែខូចចិត្តខ្លាំងបំផុតគឺពេលដែលប្រាប់កូនទៅកូនមិនស្ដាប់ថែមទាំងដើរចេញពីគាត់ដោយគ្មានការក្រែងចិត្តពីគាត់បន្តិចឡើយកូនមួយចំនួនខ្លះពេលឪពុកម្ដាយទូន្មានព្រានប្រដៅតែងតែវាយបកទៅវិញម៉ែឯងកុំចេះជារឿងរបស់ខ្ញុំទេម៉ែឯងនៅតែឲ្យស្ងៀមទៅហើយមិនបាច់មកប្រដៅខ្ញុំដែរខ្ញុំចេះគិតខ្លួនឯងហើយម៉ែឪទូន្មានកូនព្រោះចង់ឲ្យកូនល្អមិនចង់ឲ្យអ្នកដទៃថាកូនរបស់ឪម៉ែជាមនុស្សអាក្រក់នោះទេម្ដេចក៏កូនមិនគិតត្រង់ចំណុចនេះផងហេតុអ្វីក៏កូនថាម៉ែចេះដឹករឿងកូនតែកូនមានទុកម៉ែក្នុងក្រសែភ្នែករបស់កូនដែរឬទេកូនដែលឲ្យតម្លៃពាក្យទូន្មានរបស់ម៉ែដែរឬទេបើសិនជាកូនស្ដាប់ពាក្យម៉ែតែបន្តិចកូនមិនគ្រោះថ្នាក់ដល់ថ្នាក់នេះឡើយហើយតែងតែទទួលជោគជ័យរាល់ភារកិច្ចទាំងឡាយយ៉ាងពិតប្រាកដពាក្យពេចន៍អើយរ៉ានៃម៉ែឪកូនត្រូវអើយរ៉ាតែងត្រង់ស្ដាប់ពេលលោកអើយរ៉ាទូលមានប្រាប់សារស័ព្ទអើយរ៉ាណែនាំកូនជាពាក្យអើយរ៉ាមានតម្លៃពិតថ្លៃអើយរ៉ាណាស់បត់ស្ងួនម៉ែតែងអើយរ៉ាប្រាប់ផ្ទួនឲ្យខ្លួនអើយរ៉ាកូនបានល្អពុកម៉ែអើយរ៉ាប្រាថ្នាពិតដោយចិត្តអើយរ៉ាថ្លាស្មោះសរចង់បានអើយរ៉ាដូចកូនល្អបន្តអើយរ៉ាស្ដាប់ម៉ែឪ